ពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិបស្សនាញាណនៅឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិបស្សនាញាណស្ថិតនៅភូមិអូកាខុបឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងឯកឧត្តមបណ្ឌិតសភាចារអុករាប៊ុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រុងស្រុកនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរមណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិបស្សនាញាណគឺជាគម្រោងសាងសង់ដែលផ្ដោតលើការអប់រំនិងអភិវឌ្ឍផ្លូវចិត្តតាមគោលការណ៍វិបស្សនាញាណដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការពង្រឹងសុខភាពផ្លូវចិត្តនិងរួមចំណែកលើកកម្ពស់គុណភាពជីវិតសង្គមក្នុងតំបន់ពិធីបញ្ចុះបឋមសិលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមយ៉ាងកក់ក្ដាលពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យអប់រំផ្លូវចិត្តនិងការអភិវឌ្ឍមូលដ្ឋាន។